ស្រួលណាស់មុខរបរមួយនេះគ្រាន់តែកំដរគេសោកសៅសោះស្ដាប់រឿងក្នុងចិត្តរបស់គេក៏អាចរកចំណូលបានជិត$100,000ដែរក្នុងមួយឆ្នាំបុរសជនជាតិជប៉ុនម្នាក់អាចរកចំណូលបានរហូតដល់$80,000ក្នុងមួយឆ្នាំតាមរយៈការជួលខ្លួនឯងធ្វើជាមិត្តសម្រាប់អ្នកមានអារម្មណ៍ឯកោលោកសូជីម៉ូរីម៉ូតូបានបាត់បង់ការងារក្នុងការិយាល័យរបស់គាត់កាលពីឆ្នាំ2018គ្រានោះមេកោយរបស់គាត់បាននិយាយថាគាត់ជាមនុស្សដែលខ្វះភាពច្នៃប្រឌិតនិងគ្មានអ្វីជាប្រយោជន៍ដល់ក្រុមហ៊ុនឡើយប៉ុន្តែក្រោយមកគាត់ក៏បានប្រែក្លាយការមិនធ្វើអ្វីសោះឲ្យទៅជាការងារមួយដ៏ជោគជ័យបច្ចុប្បន្នគាត់មានអាយុប្រមាណ41ឆ្នាំគាត់ត្រូវបានគេស្គាល់នៅទូទាំងប្រទេសជប៉ុនថាជាបុរសសម្រាប់ជួលដែលមិនធ្វើអ្វីសោះមនុស្សម្នាជួលរូបគាត់គ្រាន់តែដើម្បីឲ្យគាត់នៅក្បែរពួកគេតែប៉ុណ្ណោះគាត់ធ្វើអ្វីដែលអតិថិជនស្នើសុំនិងមិនបានធ្វើលើសពីនេះនោះទេហើយគាត់ក៏មិនធ្វើអ្វីដែលមិនសមរម្យឡើយអតិថិជនជួលរូបគាត់សម្រាប់ហេតុផលសាមញ្ញជាច្រើនគាត់អាចនឹងទៅឈររងចាំនៅទីបញ្ចប់សម្រាប់អ្នករត់ម៉ារ៉ាតុងនៅជជែកតាមវីដេអូខលខណៈពេលនរណាម្នាក់កំពុងរៀបចំបន្ទប់ឬទៅចូលរួមកម្មវិធីប្រគំតន្ត្រីជំនួសមិត្តភ័ក្តិដែលគេមិនអាចទៅបានពេលខ្លះគាត់គ្រាន់តែអង្គុយនៅស្ងៀមដើម្បីកំដរនរណាម្នាក់តែប៉ុណ្ណោះលោកម៉ូរីម៉ូតូក៏ធ្លាប់ឆ្លងកាត់ស្ថានភាពលំបាកជាច្រើនផងដែរគាត់ធ្លាប់ឈរតម្រង់ជួរយ៉ាងវែងក្រោមពន្លឺថ្ងៃដ៏ក្តៅហែងរងចាំរាប់ម៉ោងក្នុងអាកាសធាតុដ៏ត្រជាក់ខ្លាំងទៅចូលរួមកម្មវិធីជប់លៀងដែលលោកមិនបានស្គាល់នរណាម្នាក់សោះនិងថែមទាំងធ្លាប់ឈរម្នាក់ឯងនៅលើឆាកចំពោះមុខទស្សនិកជនយ៉ាងច្រើនដោយមិនធ្វើអ្វីទាំងអស់ទោះជាយ៉ាងនេះក្តីលោកនិយាយថាបទពិសោធន៍ទាំងនេះមានលក្ខណៈពិសេសព្រោះវាបានកើតឡើងដោយសារតែការងាររបស់លោកភារកិច្ចដែលគាត់ចំណាយពេលយូរបំផុតគឺមានរយៈពេល17ម៉ោងគាត់បានជិះខ្សែរថភ្លើងដដែលទៅមកពេញមួយថ្ងៃដោយធ្វើដំណើរបានចំនួន13ជុំមនុស្សជាច្រើនក៏បានជួលរូបគាត់ផងដែរនៅពេលដែលពួកគេជួបថ្ងៃដ៏អាក្រក់លោកស្ដាប់ពួកគេប៉ុន្តែមិនបានផ្ដល់ដំបូន្មានឡើយគាត់ក៏បានធ្វើការសន្ទនាបែបសាមញ្ញបំផុតដោយភាគច្រើនគាត់គ្រាន់តែងក់ក្បាលនិងយកចិត្តទុកដាក់ស្ដាប់ដោយគាត់មិនធ្វើដូចជាគ្រូពេទ្យព្យាបាលផ្លូវចិត្តនោះទេលោកម៉ូរីម៉ូតូបានទទួលសំណើប្រហែល1000ក្នុងមួយឆ្នាំកាលពីមុនលោកធ្លាប់បានកំណត់ថ្លៃសេវាចន្លោះពី10,000ទៅ30,000យេនសម្រាប់ការជួលប៉ុន្មានម៉ោងហើយគាត់ក៏អាចរកចំណូលបានប្រហែល$80,000ក្នុងមួយឆ្នាំប៉ុន្តែឥឡូវនេះអតិថិជនអាចផ្ដល់ប្រាក់ឲ្យលោកតាមការស្ម័គ្រចិត្តលោកម៉ូរីម៉ូតូបាននិយាយថាលោកមិនបានផ្ដោតលើរឿងលុយកាក់នោះទេលោកគ្រាន់តែចង់រីករាយនឹងជីវិតបើតាមអ្នកយកព័ត៌មានរបស់ CNBC ម្នាក់បានចំណាយពេលរហូតដល់2ម៉ោងជាមួយនឹងលោកម៉ូរីម៉ូតូនៅហាងកាហ្វេជ្រូកក្នុងទីក្រុងតូក្យូអ្នកយកព័ត៌មានអារម្មណ៍ថាមានភាពងាយស្រួលជាងមុនក្នុងការទៅទីនោះជាមួយនឹងលោកជាជាងទៅម្នាក់ឯងជាពិសេសនៅក្នុងទីកន្លែងដែលមានមនុស្សច្រើនលោកម៉ូរីម៉ូតូក៏បានជួយថតរូបផងដែរពួកគេស្ទើរតែមិនបានជជែកគ្នាឡើយប៉ុន្តែវាជារឿងធម្មតាអ្នកយកព័ត៌មានភាពរីករាយនឹងបទពិសោធន៍នេះដោយមិនមានអារម្មណ៍សម្ពាធនៅក្នុងការនិយាយឬត្រូវបញ្យល់ប្រាប់នរណាម្នាក់ពីមូលហេតុដែលមកម្នាក់ឯងនោះទេរឿងនេះបង្ហាញឲ្យឃើញថាហេតុអ្វីបានជាសេវាកម្មរបស់លោកម៉ូរីម៉ូតូទទួលបានការពេញនិយមជាខ្លាំងបែបនេះមនុស្សអាចរីករាយនឹងសកម្មភាពនានានៅទីសាធារណៈដោយមិនបារម្ភពីការវិនិច្ឆ័យពីសំណាក់អ្នកដទៃឬត្រូវបានបង្ខំឲ្យធ្វើការប្រាស្រ័យទាក់ទងជាមួយគេឯងនៅក្នុងប្រទេសជប៉ុនមានសេវាកម្មជួលស្រដៀងគ្នានេះជាច្រើនរួមមានការជួលមិត្តស្រីមិត្តប្រុសមិត្តភក្តិឬសូម្បីតែសមាជិកគ្រួសារបណ្ដោះអាសន្នអ្នកជំនាញនិយាយថាសេវាកម្មទាំងនេះសមស្របទៅនឹងជីវិតសម័យថ្មីរបស់ជនជាតិជប៉ុនដែលមនុស្សជាច្រើនមិនចង់បានទំនាក់ទំនងបែបស៊ីជម្រៅប៉ុន្តែនៅចង់ទទួលបានអ្នកកំដរក្នុងរយៈពេលខ្លីៗដោយមិនមានការទទួលខុសត្រូវខ្ពស់